សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះយើងកាត់ទៅមើលវិមានមួយកន្លែងដែលនឹងគឺពិតជាការទុកមិនសោកចិត្តនោះទេស្របពេលដែលអធិបតីក៏បានដើរចូលមកនិយាយទៅកាន់វាថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយប៉ុន្តែវានឹងគឺមិនស្ដាប់ពាក្យសម្ដីរបស់អធិបតីនោះទេគេក៏បានបន្តទៀតថាប្រសិនបើវាគឺនៅតែបន្តបែបហ្នឹងទៀតគាត់នឹងយកវាទៅដាក់នៅក្នុងស្រះនេះហើយលើដូច្នោះហើយវាក៏បានស្ងប់ស្ងាត់ហើយរូបរាងវិញគឺថាពិតជាខ្ជូតខ្លាំងមែនទែនស្របពេលដែលវាក៏ប្រាប់ថាយ៉ាងណាមិញវ៉ាងលីនគឺជាអ្នកធ្វើបាបវាមុនអធិបតីក៏តបទៅវិញថាប្រសិនបើវ៉ាងលីនគឺជាអ្នកធ្វើបាបវាមែនមិនមែនវ៉ាងលីនគឺជាអ្នករត់នោះទេប៉ុន្តែវាគឺនៅតែមិនខ្វល់ដែលពិតជាខ្មើតខ្លាំងមែនទែនអធិបតីក៏បានស្ដីបន្ទោសទៅកាន់វាបន្តិចទៀតប៉ុន្តែយ៉ាងណាមិញវាក៏នៅតែខ្មើតប្រាប់ហើយថាវាគឺមិនខ្វល់នោះទេជាមួយគ្នានោះអធិបតីក៏បានដើរចាក់ចេញទៅវាក៏ស្រែកប្រាប់ថាកុំតាន់អើទៅអីឲ្យដោះលែងវាជាមុនសិនកលេចទៅមើលអធិបតីវិញគាត់ក៏បានកលេចមើលទៅកាន់ទីក្រុងរបស់គាត់ហើយក៏បាននិយាយថាការប្រកួតរវាងមេតបបៃសាយលើកនេះវាគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនសាច់រឿងបន្តរបស់យើងកលេចទៅមើលខាងនោះវិញនៅទីបំផុតវ៉ាងលីនក៏បានធ្វើដំណើរមកកាន់កន្លែងនឹងម្ដងទៀតហើយគឺដើម្បីស្ដាប់ភ្លេងខណៈដែលទីក្រុងបៃសាយមេឃនាពេលនេះវិញគឺពិតជារស់រវើកនិងអ៊ូអរខ្លាំងមែនទែនដោយសារតែការប្រកួតរវាងមេតបបៃសាយគឺជិតចូលមកដល់ហើយនៅពេលនេះបន្ទាប់ពីសម្លេងពិនគឺចាប់ផ្ដើមបន្លឺឡើងនោះវាក៏ហាក់បីដូចជាបានចាក់ទម្លុះទៅកាន់បេះដូងក៏ដូចជាចិត្តរបស់វ៉ាងលីនហើយក៏ធ្វើឲ្យវ៉ាងលីននឹងគឺបាននឹកឃើញទៅដល់វ៉ាន់អឺរបស់គាត់ដែរព្រោះថាការពីពេលមុនសម្លេងពិនរបស់វ៉ាន់អឺនឹងគឺពិតជាពីរោះមិនធម្មតាហើយបន្តមកវ៉ាងលីនគាត់ក៏បានដើរទៅផ្នែកម្ខាងទៀតទៅដើម្បីរកកន្លែងអង្គុយឬមួយក៏កន្លែងសម្រាកដើម្បីស្ដាប់ភ្លេងនឹងឯងគាត់បាននិយាយថាសម្លេងពិននេះគឺបានចាក់ទម្លុះដល់ឆ្អឹងរបស់គាត់ហើយវាគឺពិតជាស័ក្តិសមខ្លាំងមែនទែនចំណែកអ្នកវឹកហាត់ដែលប្រឆាំងជាមួយនឹងឋានសួគ៌ជីវិតរបស់ពួកគេគឺពិតជាឯកាហើយនៅក្នុងយប់នេះពន្លឺព្រះច័ន្ទនិងផ្កាយគឺពិតជាស្រស់ថ្លាអមជាមួយនឹងស្រមោលរាត្រីអង្គុយស្ដាប់ភ្លេងជីវិតគឺពិតជាមានន័យស្របពេលដែលគាត់គឺមិនដឹងថាអ្នកវឹកហាត់ដែលមានអាយុកាលរាប់ម៉ឺនឆ្នាំតើពួកគេគឺស៊ូទ្រាំជាមួយនឹងភាពឯកាដោយរបៀបណានោះទេដោយគាត់គ្រាន់តែដឹងថាប្រសិនបើគាត់គឺគ្មានការជាប់ជំពាក់នៅក្នុងចិត្តទេនោះការវឹកហាត់វាគ្រាន់តែជាផ្លូវធម្មតាតែប៉ុណ្ណោះដោយវាគឺមិនមែនជាផ្លូវឋានសួគ៌ឡើយប៉ុន្តែយ៉ាងណាមិញឋានសួគ៌និងផែនដីគឺពិតជាគ្មានធម្មតាហើយអ្នកវឹកហាត់ទាំងអស់ដែលប្រឆាំងជាមួយនឹងឋានសួគ៌នោះពួកគេគឺត្រូវតែមានការផ្លាស់ប្ដូរប្រសិនបើមិនដូច្នោះទេពួកគេក៏មិនខុសអីក្រៅពីមនុស្សគ្មានធម្មតាដែរប៉ុន្តែដើម្បីធ្វើការវឹកហាត់នៅមេគាឋានសួគ៌និងផែនដីនោះមនុស្សម្នាក់ក៏ត្រូវតែគ្មានធម្មតាដូចគ្នាដូច្នោះហើយទាំងអស់នេះតើហៅថាតើប្រឆាំងជាមួយនឹងឋានសួគ៌ដោយរបៀបណាតែការប្រឆាំងនឹងគឺនៅកន្លែងណាដែរដោយច្បាស់ណាស់ទាំងអស់នេះវាគ្រាន់តែជាការធ្វើទៅតាមឆន្ទៈក៏ដូចជាមេគារបស់ឋានសួគ៌តែប៉ុណ្ណោះហើយនៅពេលដែលវ៉ាងលីនកំពុងតែសញ្ជឹងគិតបែបនេះអធិបតីក៏បានសម្លឹងមើលទៅកាន់វ៉ាងលីនបន្តិចខណៈដែលវ៉ាងលីនក៏នៅតែបន្តគិតទៅដល់ពេលវេលានោះហើយគាត់បាននិយាយថាចំពោះអ្នកវឹកហាត់ទាំងអស់ដែលបានធ្វើទៅតាមមេគាឬមួយក៏ឆន្ទៈរបស់ឋានសួគ៌នឹងប្រកាសជាធ្វើឋានសួគ៌និងផែនដីគឺមានការពេញចិត្តទៅលើពួកគេខ្លាំងមែនទែនប៉ុន្តែនៅពីក្រោយនៃការពេញចិត្តនេះវាគឺជាសាកសពនៃសត្វសម្ោចដ៏សែនតូចមួយដូច្នោះហើយគឺមានតែការចោទជំពាក់នៅក្នុងចិត្តប្រឆាំងជាមួយនឹងឋានសួគ៌ប្រឆាំងជាមួយនឹងភាពអមតៈស្វែងរកនៅភាពអមតៈស្វែងរកនៅវិធីសាស្ត្រនៃការវឹកហាត់ដែលធ្វើខ្លួនឯងនឹងគឺខ្លាំងក្លាបំផុតពេលនោះទើបហៅថាជាការប្រឆាំងពិតប្រាកដហើយនៅពេលនេះវ៉ាងលីនក៏ចាប់ផ្ដើមនឹកឃើញទៅដល់វ៉ាន់អឺម្ដងទៀតនិយាយថាពួកយើងប្រកាសជាបានជួបគ្នាម្ដងទៀតហើយនោះគឺជាការសន្យារបស់បងចំពោះអូនជាមួយគ្នានោះអធិបតីដែលនៅលើទូកនឹងគេក៏បានក្រោកឡើងសម្លឹងមើលទៅកាន់វ៉ាងលីនហើយក៏ដឹងថាវ៉ាងលីនយើងក៏ជាមនុស្សម្នាក់ដែលខូចចិត្តដោយសារតែស្នេហាដែរដូច្នោះហើយគេក៏បានលើកនៅពេលនៅក្នុងដៃរបស់គេឡើងសម្ដៅទៅកាន់វ៉ាងលីនប៉ុន្តែស្របគ្នាវ៉ាងលីនក៏ស្រាប់តែបានក្រោកឡើងហើយដើរចាក់ចេញដូច្នោះហើយអធិបតីក៏បាននិយាយថាគឺពិតជាគួរឲ្យចាប់អារម្មណ៍ក្លេចទៅមើលខាងនេះវិញលោកមេតបម៉ូក៏បានសួរទៅកាន់កូនចៅរបស់គាត់ថាតើរកមិនឃើញវ៉ាងលីនទេឬគេក៏ប្រាប់ថាព្យាយាមអស់ពីសមត្ថភាពឲ្យរកមិនឃើញនោះទេមួយលីហើយគឺនៅតែឆ្ងល់ថាតើវ៉ាងលីនគឺទៅកន្លែងណាទៅក្នុងពេលនោះក៏ស្រាប់តែវ៉ាងលីនគឺបានមកដល់ធ្វើឲ្យមួយលីហើយនឹងក៏ស្រាប់តែសប្បាយចិត្តមកវិញហើយគាត់ក៏បានសួរទៅកាន់វ៉ាងលីនផងដែរថាតើគាត់នឹងគឺបានទៅណាទៅវ៉ាងលីនក៏ប្រាប់ថាចេញទៅក្រៅដើរលេងបន្តិចបន្តួចតែប៉ុណ្ណោះឬហើយក៏សួរថាយ៉ាងម៉េចតែខ្លាចថាខ្ញុំចាក់ចេញដោយមិននិយាយលាមែនទេមួយលីហើយក៏បានសោយប្រាប់ថានោះគឺមិនមែនបែបហ្នឹងនោះទេមូលហេតុដែលខ្ញុំស្វែងរករបងវ៉ាងដោយសារតែខ្ញុំគឺមានរឿងសំខាន់ដែលចង់ពិភាក្សាបន្ទាប់មកក៏បានស្រែកបញ្ជាកូនចៅរបស់គាត់បន្តិចហើយនៅពេលនេះវិញគាត់ក៏បានសួរទៅកាន់វ៉ាងលីនបន្ទាប់ពីធ្វើការវឹកហាត់នៅក្នុងគុកហងហើយតើកម្រិតនៃការវឹកហាត់របស់គាត់នៅពេលនេះគឺយ៉ាងម៉េចហើយវ៉ាងលីនក៏តបទៅវិញថាបើទោះបីជាគ្មានបាត់ដៃនោះក៏ដោយក៏គាត់គឺអាចយកឈ្នះទៅលើមូលីហើយបានយ៉ាងងាយស្រួលដែរលើដូច្នោះហើយមូលីហើយនឹងក៏ចាប់ផ្ដើមសោយម្ដងទៀតហើយក៏បានសរសើរថាពិតជាល្អខ្លាំងមែនទែនប្រសិនបើដូច្នោះមែនការខិតខំប្រឹងប្រែងរបស់គាត់គឺមិនឥតប្រយោជន៍នោះទេហើយប្រសិនបើវ៉ាងលីនគឺអាចជួយឲ្យគាត់ទទួលបានជ័យជំនះនៅក្នុងការប្រកួតមេតបបៃសាយនោះគាត់នឹងធ្វើការណែនាំវ៉ាងលីនទៅកាន់អធិបតីដោយផ្ទាល់ហើយនៅពេលនោះវ៉ាងលីនគាត់ប្រកាសជាទទួលបាននៅតំណែងដែលជាមេតបបៃសាយហើយបន្ទាប់មកគាត់ក៏ប្រាប់ទៅកាន់វ៉ាងលីនថាវាគឺមាននៅរឿងមួយទៀតគាត់ក៏បានលើកឡើងអំពីមេតបរឹងសៀនដោយគឺជាមនុស្សម្នាក់ដែលមានស្នាដៃនៅក្នុងជួរកងទ័ពច្រើនខ្លាំងមែនទែនរយៈពេលជាច្រើនឆ្នាំមកនេះហើយគាត់នឹងក៏ជាមនុស្សម្នាក់ដែលសម្រេចបាននូវគុណសម្បត្តិដ៏អស្ចារ្យផងដែរដូច្នោះហើយការសំណងដំណែងរបស់គាត់វាគឺជារឿងដែលសំខាន់បំផុតលើពីនេះទៅទៀតនោះគឺថាអធិបតីនឹងគឺពិតជាពេញចិត្តមនុស្សម្នាក់នឹងខ្លាំងមែនទែនដូច្នោះហើ
ហើយប្រសិនបើយើងគឺអាចទទួលបាននៅការណែនាំរបស់គាត់មុនពេលដែលការប្រកួតមកដល់នោះថ្ងៃខាងមុខនៅក្នុងជួរកងទ័ពពួកយើងប្រកាសជាអាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យយ៉ាងហោចណាស់ក៏ពាក់កណ្ដាលគាត់ដែរបន្ទាប់មកក៏សួរទៅកាន់វ៉ាងលីនថាតើគិតយ៉ាងម៉េចដែរថ្ងៃស្អែកនេះគាត់គឺចង់នាំវ៉ាងលីនទៅកាន់ទីនោះស្របពេលដែលវ៉ាងលីនគឺថាស្ដាប់ទៅតាមការរៀបចំរបស់ម៉ូលីហៃជានិច្ចហើយនៅពេលនេះវិញកូនចៅម្នាក់ក៏បានប្រាប់ទៅកាន់ម៉ូលីហៃដែរដោយសារតែថ្ងៃនេះលោកមេតបរឹងសៀននឹងគឺពិតជារវល់ខ្លាំងមែនទែនជួបភ្ញៀវជាហូរជាហាហើយដូច្នោះហើយក៏ឲ្យម៉ូលីហៃនឹងធ្វើដំណើរទៅតាមគេទៅចំណែកម៉ូលីហៃក៏សួរថាតើមេតបរឹងសៀននឹងគឺកំពុងតែជួបជាមួយនឹងអ្នកណាដែរយើងកាត់ទៅមើលខាងនោះវិញមេតបសៀននឹងគាត់គឺជាមនុស្សម្នាក់ដែលនៅដំណាក់កាលដំបូងកម្រិតទី7ហើយនៅពេលនេះបាននិយាយតែកាន់ម៉ូហ្វៃថាគេមិនមែនជាមនុស្សដំបូងនោះទេដែលបានមកផ្ទះរបស់គាត់ហើយគាត់ក៏យល់អំពីបំណងរបស់គេដែរប៉ុន្តែប្រសិនបើចង់បាននៅដំបូងមានរបស់គាត់នោះគឺត្រូវតែបង្ហាញសមត្ថភាពរួចហើយនោះមេតបរឹងសៀនក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់វិសម្ដៅទៅកាន់ម៉ូហ្វៃគេក៏បានបញ្ចេញនៅកម្លាំងធម្មពលដើម្បីធ្វើការវិបកត្រឡប់ទៅវិញខណៈដែលមេតបរឹងសៀនក៏បានបញ្ចេញនៅកម្លាំងរបស់គាត់ដើម្បីធ្វើការរារាំងមុនពេលដែលគាត់ក៏បានកវិដៃទៅកាន់កណ្ដាលអាកាសហើយធម្មពលនេះក៏ស្រាប់តែបានផ្ទុះឡើងទៅរួចហើយនោះគាត់ក៏បានសរសេរអំពីបច្ចេកទេសរបស់ម៉ូហ្វៃដែលនៅពេលនេះគេក៏បានធ្វើការវឹកហាត់វាទៅដល់ស្រទាប់ទី18ហើយស្របពេលដែលម៉ូហ្វៃក៏តបទៅវិញថាប្រសិនបើលោកមេតបរឹងសៀនគឺអនុញ្ញាតនោះគាត់នឹងធ្វើការប្រគល់ជូននៅទឹកនិងភ្លើងជូនទៅកាន់គាត់ប៉ុន្តែមេតបរឹងសៀនក៏ប្រាប់ថាពួកយើងគឺសិតតែជ័យកងទ័ពនៅក្នុងទីក្រុងបិសាចមេឃហើយបម្រើការងារឲ្យអធិរាជបិសាចប៉ុន្តែពាក្យសម្ដីរបស់ម៉ូហ្វៃដែលបាននិយាយអំបើមិញនេះគាត់នឹងចងចាំវាទុកនៅក្នុងចិត្តឮពាក្យសម្ដីនេះហើយម៉ូហ្វៃគេហាក់បីដូចជាសប្បាយចិត្តរួចហើយក៏បាននិយាយអរគុណទៅកាន់មេតបរឹងសៀនបន្ទាប់មកគេក៏បានធ្វើដំណើរចាក់ចេញទៅហើយនៅពេលដែលគេបានចាក់ចេញនឹងក៏បានប្រទះគ្នាជាមួយនឹងក្រុមរបស់វ៉ាងលីនផងដែរដោយឡែកចំពោះវ៉ាងលីននៅពេលដែលគាត់បានសម្លឹងមើលទៅកាន់ម៉ូហ្វៃនោះវាធ្វើឲ្យគាត់នឹងគឺមានអារម្មណ៍ថាមនុស្សម្នាក់នេះគាត់ដូចជាធ្លាប់ស្គាល់ចំណែកម៉ូលីហៃក៏ប្រាប់ថាម្នាក់នេះហើយគឺជាម៉ូហ្វៃប៉ុន្តែម្នាក់ហ្នឹងក៏ជាមនុស្សដែលបានវាយគាត់ផងដែរបន្ទាប់មកគាត់ជាមួយនឹងវ៉ាងលីននឹងក៏បានចូលទៅខាងក្នុងបន្តទៅហើយគ្រាន់តែម៉ូលីហៃជាមួយនឹងវ៉ាងលីនគឺបានមកដល់នោះមេតបរឹងសៀនក៏ស្រាប់តែបានបញ្ចេញនៅសម្ពាធធម្មពលរបស់គាត់សង្កត់ទៅលើម៉ូលីហៃប៉ុន្តែយ៉ាងណាមិញម៉ូលីហៃគឺនៅតែអាចទប់ទល់បានដូច្នោះហើយមេតបរឹងសៀនក៏បានសរសើរម៉ូលីហៃដែរជាមួយនឹងសម្ពាធធម្មពលរបស់គាត់គេគឺមិនបានលិតជង្គង់ដែលអាចស៊ូទ្រាំបានអញ្ចឹងក៏អាចនិយាយបានថាសមត្ថភាពនឹងគឺមានគ្រាន់បើប៉ុន្តែនៅក្នុងការប្រកួតវិញគាត់គឺមានឱកាសឈ្នះត្រឹមតែ40%តែប៉ុណ្ណោះម៉ូលីហៃក៏ប្រាប់ថាដោយមានជំនួយអំពីវ៉ាងលីនគាត់គឺមានឱកាសឈ្នះរហូតដល់90%ដូច្នោះហើយមេតបរឹងសៀនក៏បាននិយាយទៅកាន់វ៉ាងលីនហើយវ៉ាងលីននឹងគឺបង្ហាញសមត្ថភាពរបស់គាត់ឲ្យអស់ពីពោះពីថ្លើមើកដោយសារតែគេគឺពិតជាចង់ដឹងថាតើវ៉ាងលីននឹងគឺខ្លាំងប៉ុណ្ណាចំណែកវ៉ាងលីននៅពេលនេះគាត់ក៏បានប្រើប្រាស់នៅត្រៃជីវិតនៃបច្ចេកទេសសម្រាប់ជីវិតអមតៈចំនួន1000ហើយក៏បានបន្តវាទៅលើមេតបរឹងសៀនគាត់ក៏បានប្រើប្រាស់នៅកម្លាំងដើម្បីមកទប់ទល់ប៉ុន្តែកម្លាំងធម្មពលរបស់គាត់នឹងក៏ត្រូវបានធម្មពលរបស់វ៉ាងលីនបំបែកចោលខ្ទេចហើយបន្ទាប់មកវ៉ាងលីនក៏ប្រាប់ថាសុំទោសផងលោកមេតបរឹងចំណែកគាត់ក៏បានសួរទៅកាន់វ៉ាងលីនថាតើមានឈ្មោះអ្វីវ៉ាងលីនក៏បានប្រាប់នៅឈ្មោះរបស់គាត់បន្ទាប់មកមេតបរឹងសៀនក៏បាននិយាយទៅកាន់ម៉ូលីហៃវិញម្ដងដោយមានជំនួយអំពីវ៉ាងលីនឱកាសឈ្នះរបស់គាត់នៅក្នុងការប្រកួតគឺពិតជាពិបាកនៅក្នុងការទុះទាយខ្លាំងមែនទែនខណៈដែលម៉ូលីហៃគាត់ក៏បានអរគុណទៅកាន់មេតបរឹងសៀនសម្រាប់ដំបូន្មានដ៏ល្អៗទាំងអស់នេះហើយគាត់សន្យាថានឹងធ្វើការសងគុណទៅកាន់លោកមេតបរឹងសៀនវិញចំណែកមេតបរឹងសៀនក៏នៅតែប្រាប់ទៅកាន់ម៉ូលីហៃឲ្យព្យាយាមដោយខ្លួនឯងឲ្យអស់ពីសមត្ថភាពទៅឬហើយនោះក៏ឲ្យអ្នកទាំងពីរចាក់ចេញទៅវិញចោះស្របពេលដែលម៉ូលីហៃជាមួយនឹងវ៉ាងលីនក៏បានធ្វើដំណើរចាក់ចេញហើយគ្រាន់តែអ្នកទាំងពីរបានចាក់ចេញភ្លាមមេតបរឹងសៀននឹងគាត់គឺមិនអាចទ្រាំទ្របានទៀតនោះទេដោយឈាមស្រះជាច្រើនក៏បានខ្ជិះចេញអំពីមាត់របស់គាត់ហើយក៏និយាយថាកម្លាំងរបស់វ៉ាងលីននេះគឺមិនអាចមើលស្រាលបាននោះទេបន្ទាប់មកក៏ស្រែកបញ្ជាកូនចៅឲ្យបិទទ្វារផ្ទះមិនជួបអ្នកណាទាំងអស់ដោយកន្លែងនេះនៅក្នុង novel គេបាននិយាយថាគាត់នឹងគឺបានធ្វើការបិទទ្វារវឹកហាត់រយៈពេល2ខែដោយមិនជួបអ្នកណាទាំងអស់ក្លេទៅមើលខាងនោះវិញក៏ស្រាប់តែកូនចៅម្នាក់ក៏បានយកដំណឹងនៅអ្វីមួយមកខ្សឹបប្រាប់ទៅកាន់ម៉ូហ្វៃបន្ទាប់ពីគេបានលើពាក្យសម្ដីទាំងអស់នេះហើយគេក៏ស្រាប់តែបានក្តាប់កណ្ដាប់ដៃយ៉ាងតឹងណែនហាក់បីដូចជាមានការខឹងសម្បាក៏ដូចជាការខកចិត្តបន្តិចដែរចំណែកសាច់រឿងបន្តរបស់យើងក្លេទៅមើលខាងនោះវិញម៉ូលីហៃក៏នៅតែបញ្ជាក់ច្បាស់ប្រាប់ទៅកាន់វ៉ាងលីនជាមួយនឹងភាពស្ងប់ស្ងាត់មុនពេលដែលការប្រកួតមិនទាន់មកដល់នោះបន្ទាប់នៃភាពខ្មៅងឹតគឺកំពុងតែកើតឡើងស្របពេលដែលមេតបបិសាចវិញគឺតែងតែត្រូវបានការពារដោយក្រឹតរបស់អធិរាជបិសាចប៉ុន្តែជំនួយការរបស់ពួកគេវិញជារឿយៗគឺតែងតែត្រូវបានស្លាប់យ៉ាងចម្លែកលើដូច្នោះហើយវ៉ាងលីនគាត់ក៏បានលើកឡើងអំពីម៉ូហ្វៃម៉ូលីហៃក៏បានបន្តថាចំពោះការធ្វើដំណើររបស់ពួកយើងទៅកាន់ផ្ទះរបស់លោកមេតបរឹងសៀននៅពេលនេះប្រហែលជាត្រូវបានម៉ូហ្វៃនឹងគឺដឹងរួចទៅហើយមនុស្សម្នាក់នឹងវិញគឺតែងតែធ្វើការវាយប្រហារដោយស្រមោលខណៈដែលមុនពេលដែលការប្រកួតចូលមកដល់នោះគាត់គឺត្រូវតែបិទទ្វារធ្វើការវឹកហាត់ជាមុនសិនដូច្នោះហើយក៏រំលឹកប្រាប់ទៅកាន់វ៉ាងលីនឲ្យមានការប្រុងប្រយ័ត្នផងហើយចំណែកវ៉ាងលីនក៏តបទៅវិញថាគ្មានបញ្ហានោះទេសាច់រឿងបន្តរបស់យើងក៏លេចមកមើលខាងនេះវិញក៏ឃើញថាវ៉ាងលីនរបស់យើងនៅពេលនេះគឺថាមើលអង្គុយស្ដាប់ភ្លេងទៀតហើយប៉ុន្តែលើកនេះគឺខុសពីលើកមុនដោយសារតែឃាតករយ៉ាងច្រើនបានបង្ហាញខ្លួនស្របពេលដែលពួកគេក៏បាននិយាយថានៅពេលនេះម៉ូលីហៃគឺបានចូលធ្វើការវឹកហាត់បាត់ហើយដូច្នោះហើយវ៉ាងលីនគឺនៅត្រឹមតែម្នាក់ឯងតែប៉ុណ្ណោះហើយនៅពេលនេះវិញវាក៏មិនបានធ្វើពួកគេនឹងគឺចំណាយកម្លាំងច្រើនដើម្បីតាមស្វែងរកវ៉ាងលីនដែរប៉ុន្តែពួកគេក៏នៅតែ
មើងងាយវ៉ាងលីនដោយសារតែនៅពេលនេះវ៉ាងលីនគឺមិនបានប្រើប្រាស់នៅក្បួនណាមួយគឺដើម្បីការពារខ្លួននោះទេដូច្នោះហើយក៏សួរថាតើវ៉ាងលីនមិនខ្លាចស្លាប់ឬមួយក៏គិតថាគ្មាននរណាម្នាក់នឹងគឺហ៊ានធ្វើអីគាត់ប៉ុន្តែម្នាក់ទៀតក៏ប្រាប់ថាកុំគិតច្រើនធ្វើទៅតាមផែនការព្រោះថាលោកម្ចាស់គឺបានចេញបញ្ជាទៅហើយនោះដូច្នោះពួកយើងគឺត្រូវតែធ្វើឲ្យបានសម្រេចរួចហើយនោះគេក៏ប្រើប្រាស់នៅបន្ទះថ្មនេះអំណាចធម្មពលរបស់វាក៏បានស្កប់នៅពេលវេលាហើយខណៈដែលពួកគេក៏បានសម្ដៅចូលទៅរកវ៉ាងលីនប៉ុន្តែជាមួយគ្នាក៏ស្រាប់តែធម្មពលមួយគឺបានផ្ទុះឡើងធ្វើឲ្យម្នាក់នឹងក៏ត្រូវបានប៉ាវមកវិញរួចហើយនោះម្រាមដៃដ៏ធំសម្បើមក៏បានវាយទៅលើរាងកាយរបស់គេដែលធ្វើជីវិតរបស់គេក៏ត្រូវបានបញ្ចប់ពីអ្នកផ្សេងទៀតក៏បានសម្ដៅចូលទៅប្រើប្រាស់នៅត្រាឋានសួគ៌ជាមួយនឹងលំពេងខ្មៅរបស់គេនិយាយថាបើទោះបីជាម្រាមដៃធម្មពលរបស់វ៉ាងលីនគឺមាននៅកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែស្ថិតនៅក្រោមត្រាឋានសួគ៌និងលំពេងរបស់គេវ៉ាងលីនប្រកាសជាគ្មានផ្លូវដែលអាចគេចខ្លួនបាននោះទេហើយនៅពេលនេះវ៉ាងលីនក៏ប្រើប្រាស់នៅកម្លាំងរបស់គាត់បន្តិចទៅប្រើប្រាស់លំពេងមកបំបែកនៅត្រាឋានសួគ៌បន្ទាប់មកក៏ប្រើប្រាស់នៅម្រាមដៃបេសាយរបស់គាត់ម្ដងទៀតឃើញដូច្នោះហើយម្នាក់នោះក៏សួរថាតើនេះគឺជាបច្ចេកទេសបែបណាទៅហើយដោយសារតែមិនចង់បង្អង់យូរក៏ប្រើប្រាស់នៅក្បាច់ម៉ែចែកឲ្យចំណែកវ៉ាងលីនក៏ស្រាប់តែបានស្កាត់មកគេភ្លាមមនុស្សម្នាក់នឹងក៏សួរថាតើនេះគឺជាអ្វីទៅតើវ៉ាងលីនយើងកំពុងតែធ្វើការវឹកហាត់ផ្លូវនៃការសម្លាប់មែនទេចំណែកវ៉ាងលីនក៏ប្រាប់ថាបើជ្រុលជាមើលទៅហើយគឺមិនចាំបាច់ប្រញាប់ទៅវិញនោះទេប្រើប្រាស់នៅត្រាជីវិតនៃបច្ចេកទេសសម្លាប់ជីវិតអមតៈរបស់គាត់នោះដើម្បីចាត់ការទៅលើឃាតករម្នាក់នឹងមុនពេលដែលជីវិតរបស់គេនឹងក៏ត្រូវបានបញ្ចប់ទៅហើយវ៉ាងលីនក៏បាននិយាយថានៅពេលនេះការប្រកួតមិនទាន់បានចាប់ផ្ដើមផងប៉ុន្តែឈាមនឹងគឺបានបង្ហូរបានទៅហើយដូច្នោះហើយវាគឺពិតជាគួរឲ្យចាប់អារម្មណ៍បន្ទាប់មកគាត់ក៏បានដើរចាក់ចេញទៅស្របពេលដែលគាត់ក៏នៅតែនិយាយថាលើកនេះការធ្វើឃាតគឺបានបរាជ័យដូច្នោះហើយរឿងទាំងអស់នេះប្រកាសជាមិនបញ្ចប់ត្រឹមប៉ុណ្្នឹងឡើយកលេសទៅមើលខាងនោះវិញអធិរាជបិសាចក៏បានសរសើរអំពីម៉ូហ្វៃថាស្មារតីនៃការប្រយុទ្ធរបស់គេគឺពិតជាខ្ពស់ខ្លាំងមែនទែនដូច្នោះហើយគាត់គឺពិតជាពេញចិត្តហើយប្រសិនបើគេគឺចង់ប្រយុទ្ធគ្នាជាមួយនឹងម៉ូលីហៃនោះហេតុអ្វីបានជាគាត់គឺមិនអនុញ្ញាតអញ្ចឹងហើយក៏ប្រាប់ថាគាត់គឺអនុញ្ញាតស្របគ្នានោះម៉ូហ្វៃក៏បានអរគុណសម្រាប់ការអនុញ្ញាតមួយនេះប៉ុន្តែមន្ត្រីមួយចំនួនក៏នៅតែមានអារម្មណ៍ថាដូចជាទើទាល់ដោយសារតែការប្រកួតរវាងមេតបបិសាចវាគឺជាប្រពៃណីដូនតាតាំងពីបុរាណកាលមកដូច្នោះហើយប្រសិនបើអនុញ្ញាតឲ្យពួកគេទាំងពីរនាក់ធ្វើបែបនេះគាត់ខ្លាចថាវានឹងធ្វើមានការប៉ះពាល់ទៅដល់ពិធីស្របពេលដែលអធិរាជបិសាចក៏តបមកវិញថាចាប់ពីពេលនេះតទៅប្រសិនបើនរណាម្នាក់គឺមាននៅគុណសម្បត្តិគ្រប់គ្រាន់ឬមួយក៏មានគុណសម្បត្តិច្រើនដូចជាម៉ូហ្វៃនោះគាត់នឹងអនុញ្ញាតឲ្យពួកគេនឹងគឺធ្វើបែបនេះដែរហើយនៅពេលនេះវិញបន្ទាប់ពីបានចាក់ចេញមកវិញម៉ូហ្វៃបាននិយាយថាអធិរាជបិសាចបានយល់ព្រមនៅការប្រកួតរបស់គេជាមួយនឹងម៉ូលីហៃដូច្នោះហើយក៏បានប្រកូលនៅលិខិតនៃការប្រកួតនេះទៅឲ្យកូនចៅរបស់គេមួយយ៉ាងឲ្យគេនឹងគឺយកទៅឲ្យម៉ូលីហៃទៅស្របពេលដែលមួយយ៉ាងគេក៏បាននិយាយថាការប្រកួតរវាងមេតបិសាចនឹងគឺមិនមែនជារឿងសំខាន់នោះទេអ្វីដែលសំខាន់បំផុតគឺថាវ៉ាងលីនរបស់យើងនឹងឯងដូច្នោះហើយនៅពេលនេះគេក៏បានធ្វើដំណើរទៅកាន់កន្លែងរបស់ម៉ូលីហៃប៉ុន្តែទៅនឹងគឺថាមិនធម្មតានោះទេដោយលក្ខណៈថាចង់បង្កបញ្ហាតែម្ដងហើយខណៈដែលម៉ូលីហៃគាត់ក៏បានបង្ហាញខ្លួនដែរនៅពេលដែលគាត់បានឃើញកម្លាំងធម្មពលរបស់មនុស្សម្នាក់នេះគាត់បាននិយាយថាកម្រិតធម្មពលរបស់គេនឹងគឺនៅក្រោមគាត់នោះទេប៉ុន្តែបាននិយាយអំពីចេតនាដើរវិញគឺពិតជាចម្លែកហើយខណៈដែលមួយយ៉ាងគេក៏បានបង្ហាញអំពីលិខិតនៃការប្រកួតប្រាប់ទៅកាន់ម៉ូលីហៃថាគេមកទីនេះទៅតាមបញ្ជាម្ចាស់របស់គេដែលជាម៉ូហ្វៃយកនៅលិខិតនៃការប្រកួតនេះមកប្រគល់ជូនទៅកាន់ម៉ូលីហៃដោយ3ថ្ងៃក្រោយពួកគេនឹងធ្វើការប្រកួតគ្នាហើយគាត់សង្ឃឹមថាម៉ូលីហៃនឹងគឺមិនរត់ចោលជួរទៅចោះកំពុងតែនិយាយនោះក៏ស្រាប់តែវ៉ាងលីនគឺបានមកដល់ល្មមតែម្ដងហើយគេក៏បានលើកពាក្យចចាមរាមដែលបាននិយាយថាវ៉ាងលីនយើងគឺជាសិស្សសំណោះរបស់ធានអ៊ីនស៊ឺហើយដូច្នោះហើយប្រសិនបើគេគឺអាចសម្លាប់វ៉ាងលីនបាននោះគេប្រកាសជាទទួលបាននៅរង្វាន់យ៉ាងច្រើនតែម្ដងដូច្នោះហើយនៅពេលនេះក៏ស្រាប់តែបានលើកនៅដៃរបស់គេឡើងធម្មពលដៃជាច្រើនវាក៏ស្រាប់តែបានលេចចេញហើយក៏បានបាញ់សម្ដៅចូលទៅរកវ៉ាងលីនខណៈដែលវ៉ាងលីនក៏បានបញ្ចេញនៅកែវភ្នែកដ៏កំណាចជាមួយនឹងធម្មពលរបស់គាត់ហើយធម្មពលដៃនឹងវាក៏ស្រាប់តែបានផ្ទុះឡើងទៅប៉ុន្តែវ៉ាងលីនគឺនៅតែបោះជំហានទៅខាងមុខធ្វើធម្មតាដូច្នោះហើយមួយយ៉ាងគឺពិតជាមានការភ្ញាក់ផ្អើលដោយសារតែបច្ចេកទេសដៃតាលូរបស់គេនឹងគឺត្រូវបានវ៉ាងលីនបំផ្លាញចោលយ៉ាងងាយស្រួលដូច្នោះក៏ឆ្ងល់ហើយថាតើវ៉ាងលីនគឺបានធ្វើការវឹកហាត់នៅបច្ចេកទេសអ្វីនៅពេលនេះគេក៏បានស្ទុះឡើងទៅកណ្ដាលអាកាសប្រើប្រាស់នៅដៃធម្មពលជាមួយនឹងក្បួននៃការបង្កើតរបស់គេមួយហើយធម្មពលដៃទាំងអស់នេះក៏បានរួមបញ្ចូលគ្នាបង្កើតបានទៅជាដាវដ៏ធំមួយបន្ទាប់មកមួយយ៉ាងក៏ស្រែកថាដាវជាមឈ្មោលរួចហើយគេក៏បានវាយសម្ដៅទៅកាន់វ៉ាងលីនវិញគឺប្រើប្រាស់ត្រឹមតែដៃម្ខាងប៉ុណ្ណោះដើម្បីមកទប់ទល់ហើយក៏និយាយថាមួយយ៉ាងនឹងគឺមិនចេះប្រើប្រាស់ដាវល្អនោះទេបញ្ចេញនៅកម្លាំងរបស់គាត់បន្តិចធម្មពលដៃនឹងក៏ត្រូវបានបំផ្លាញចោលបន្ទាប់មកមួយយ៉ាងគេក៏បានបញ្ជាបន្តដូច្នោះហើយជាមធម្មពលឈ្មោលនឹងវាក៏បានសម្ដៅចូលទៅរកវ៉ាងលីនទៅចំណែកវ៉ាងលីនក៏ប្រើប្រាស់នៅត្រាជីវិតរបស់គាត់ដែលធ្វើជាមឈ្មោលនឹងក៏ត្រូវបានបំផ្លាញចោលទៀតហើយមួយយ៉ាងនឹងគេក៏រៀងរបួសធ្ងន់បន្តិចដែរវ៉ាងលីនក៏ប្រាប់ថាគាត់គឺគ្មានចំនួនជាមួយនឹងប៉ាដៅតាលូនោះទេចំណែកចំនួនរវាងប៉ាវិញគឺទុកឲ្យចាស់ទុំជាអ្នកដោះស្រាយទៅចោះហើយនៅក្នុងទឹកដីវិញ្ញាណបិសាចនេះគាត់មិនចង់ធ្វើជាសត្រូវជាមួយនឹងប៉ាដៅតាលូនោះទេលើដូច្នោះហើយមួយយ៉ាងគេក៏បានដើរចាក់ចេញទៅចំណែកម៉ូលីហៃឃើញហើយក៏បាននិយាយថាមួយយ៉ាងនឹងគឺមិនមែនជាមនុស្សល្អនោះទេដូច្នោះហើយគឺមិនអាចប្រឡែងខ្លះឲ្យចូលទៅក្នុងរូងវិញបានឡើយប៉ុន្តែវ៉ាងលីនក៏បានសម្លឹងមើលទៅកាន់ត្រាជីវិតហើយស្នាមញញឹមមួយក៏បានលេចឡើងនៅលើទឹកមុខរបស់គាត់ក៏លេចទៅមើលមួយយ៉ាងវិញបន្ទាប់ពីគេបាន
បានដើរចាក់ចែងហ្នឹងគេក៏បាននិយាយថាធម្មពលដើររបស់គេក៏ត្រូវបានវ៉ាងលីនបំផ្លាញចោលហើយធម្មពលសត្វជាមឈ្មោះរបស់គេហ្នឹងក៏ត្រូវបានវ៉ាងលីនបំផ្លាញចោលទៀតដូច្នេះហើយកម្លាំងរបស់វ៉ាងលីនប្រកាសជាលើសគេហើយប្រសិនបើគេគឺទុកវ៉ាងលីនទៀតនោះថ្ងៃខាងមុខគាត់ប្រកាសជាខ្លាយទៅជាការគំរាមកំហែងមួយសម្រាប់បកដៅរបស់គេហើយអញ្ចឹងហើយក៏ប្រាប់ថាមនុស្សម្នាក់នេះគឺមិនអាចទុកបាននោះទេដោយនៅពេលនេះគេក៏ប្រើប្រាស់នៅដំណក់ឈាមរបស់គេដើម្បីធ្វើការដាស់នៅធម្មពលដាវហើយដាវនេះគ្រូរបស់គេដែលជាលីងធានហួរគឺជាអ្នកផ្ដាល់ឲ្យបន្ទាប់មកគេក៏បានបន្តស្រែកឡើងមួយវ៉ាស់នោះដែលធម្មពលដ៏ធំសម្បើមមួយក៏បានលេចចេញអមជាមួយនឹងសម្ពាធធម្មពលយ៉ាងខ្លាំងក្លាប៉ុន្តែចំពោះវ៉ាងលីនវិញគឺកំពុងតែបង្ហាញអំពីស្នាមញញឹមបន្ទាប់មកគេក៏បានគវាយដៃរបស់គេបន្តិចដើម្បីវាយដាវនឹងទៅកាន់វ៉ាងលីនប៉ុន្តែស្របគ្នាក៏ស្រាប់តែត្រូវបានវ៉ាងលីននឹងគឺថាចាត់ការបានមុនបានទៅហើយដូច្នេះហើយជាមួយនឹងកម្លាំងធម្មពលរបស់វ៉ាងលីននោះដែលធម្មពលនឹងវាក៏ស្រាប់តែត្រូវបានបំផ្លាញចោលទៅបន្ទាប់មកវ៉ាងលីនក៏បានបន្តប្រើប្រាស់កម្លាំងរបស់គាត់បន្តិចទៀតក្បួននៃការបង្កើននេះក៏ត្រូវបានបំផ្លាញចោលដូចគ្នាហើយគាត់ក៏បាននិយាយថាដាវរបស់លីងធានហួរវាគឺពិតជាមាននៅធម្មពលខ្លាំងមែនទែនប្រសិនបើមួយយ៉ាងគឺអាចបញ្ចេញនៅធម្មពលដាវនេះបានពេញលេញនោះគាត់ប្រកាសជាគ្មានផ្លូវដែលអាចរស់បានឡើយចំណែកម៉ូលីហៃដែលនៅខាងក្រោមនៅពេលនេះក៏ចាប់ផ្ដើមសរសើរអំពីវ៉ាងលីនម្ដងទៀតហើយដោយសារតែយុទ្ធសាស្ត្រក៏ដូចជាផែនការរបស់វ៉ាងលីននឹងគឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយវាក៏ស័ក្តិសមជាមួយនឹងមនុស្សបែបហ្នឹងផងដែរហើយវ៉ាងលីនវិញគាត់ក៏បានបន្តប្រើប្រាស់កម្លាំងរបស់គាត់បន្តិចទៀតវាសំដៅទៅកាន់រាងកាយរបស់មនុស្សម្នាក់ហ្នឹងហើយក៏ឃើញថាចំពោះដាវតូចមួយដែលនៅកណ្ដាលចិញ្ចើមរបស់គេហ្នឹងវាគឺជាដាវមួយសម្រាប់ការពារនៅធម្មពលពលឹងរបស់គេដែលលីងធីនួគឺជាអ្នកផ្ដល់ឲ្យកូនសិស្សរបស់គាត់ទាំង12មុនពេលដែលចូលមកកាន់ដែនដីសមុទ្រវិញ្ញាណបិសាចនឹងឯងហើយដោយសារតែមិនចង់មកអង្គយូរវ៉ាងលីនក៏បានយកនៅពលឹងរបស់មនុស្សម្នាក់នេះទៅទុកតែម្ដងទៅហើយនៅពេលនេះវិញគាត់ក៏ចាប់ផ្ដើមធ្វើការចម្រាញ់ជាមួយនឹងកណ្ដឹងដ៏ធំសម្បើមមួយអមជាមួយនឹងធម្មពលរបស់គាត់ខណៈដែលដៃរបស់គាត់នឹងក៏ចាប់ផ្ដើមកវិសឆ្វេងឆ្វាយពេញនឹងតែម្ដងទៅជាមួយនឹងពេលវេលាដែលចេះតែកន្លងផុតទៅប្រហែលជា90ម៉ោងក្រោយយើងក៏ឃើញថានៅទីបំផុតនោះដាវមួយនឹងវាក៏ត្រូវបានចម្រាញ់បន្តិចម្ដងហើយបន្តមកទៀតនោះវ៉ាងលីនក៏ស្រាប់តែបានដោះលែងឲ្យវានឹងគឺវាសម្ដៅមកកាន់ខ្លួនគាត់ហើយបន្តមកក៏បានអនុញ្ញាតឲ្យវានឹងគឺចូលទៅក្នុងសមុទ្រវិញ្ញាណរបស់គាត់ទៅខណៈដែលដាវនឹងវាក៏នៅតែបន្តបាញ់សម្ដៅចូលទៅរកវ៉ាងលីនក៏បានហក់សម្ដៅចូលទៅរកវាបន្ទាប់មកក៏បានប្រើប្រាស់នៅក្បួនមួយដើម្បីធ្វើការឃុំវាហើយខណៈដែលធម្មពលជាច្រើនក៏ចាប់ផ្ដើមសាយភាយចាក់បញ្ចូលទៅកាន់ក្បួននេះបន្តិចម្ដងជាមួយនឹងកម្លាំងធម្មពលនឹងដាវវាក៏ត្រូវបានបង្ក្រាបបន្តិចម្ដងហើយក៏ត្រូវបានចម្រាញ់ដោយវ៉ាងលីនទៅដូច្នេះហើយនៅទីបំផុតវាក៏ក្លាយទៅជាអាវុធមួយដែលសម្រាប់ការពារនៅធម្មពលពលឹងរបស់វ៉ាងលីនហើយជាមួយនឹងដាវនេះវ៉ាងលីនបាននិយាយថាមួយយ៉ាងគឺបានយកនៅអំណោយដ៏អស្ចារ្យមួយមកប្រគល់ជូនគាត់ជាមួយគ្នានោះក៏ស្រាប់តែសម្លេងយ៉ាងខ្លាំងគឺបានបន្លឺឡើងពីខាងក្រៅដូច្នេះហើយវ៉ាងលីនក៏បានបើកទ្វារចេញទៅហើយក៏ឃើញថាមូលីហៃនៅពេលនេះគាត់គឺពិតជាបានរើរបួសធ្ងន់បន្តិចហើយគាត់បាននិយាយថាបច្ចេកទេសរបស់មូហ្វៃគឺពិតជាខ្លាំងមែនទែនសូម្បីតែបច្ចេកទេសដែលអធិរាជបិសាចបានបង្រៀនគាត់នឹងក៏មិនអាចយកឈ្នះទៅលើមូហ្វៃបានដែរហើយគាត់ជាមួយនឹងមូហ្វៃក៏បានយល់ព្រមនៅកិច្ចព្រមព្រៀងមួយអ្នកដែលចាញ់គឺមិនអាចឡើងទៅលើទីលានប្រកួតបាននោះទេដូច្នេះហើយការប្រកួតនៅក្នុងថ្ងៃស្អែកនេះថាតើគាត់គឺអាចទទួលបាននៅតំណែងដែលជាមេទ័ពរឹងដែរឬអត់នោះគឺអាស្រ័យទៅលើវ៉ាងលីនហើយចំណែកវ៉ាងលីនក៏តបទៅវិញថាចំពោះអ្វីដែលគាត់បានសន្យាហើយក៏ប្រកាសជាធ្វើវាឲ្យបាន